មកលេងណាលីនជាគ្រូចូលថ្នាក់ទី5កនៃសាលាបឋមសិក្សាហ៊ុនសែនគូសុភីខួនដែលស្ថិតនៅក្នុងភូមិព្រៃទាសង្កាត់ចាំចា3ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញយកមេរៀន1មេរៀនសិក្សាសង្គមនៅក្នុងចម្ពោះទី3មេរៀនទី4និយាយអំពីអំណាចនីតិបញ្ញត្តិចាឥឡូវមុននឹងចូលមេរៀនក្នុងចំណុចរបស់យើងអ្នកគ្រូចង់បង្ហាញចំណងជើងមេរៀនទី4យើងតិចគឺអំណាចនីតិបញ្ញត្តិចាឥឡូវយើងបើកមើលទំព័រមេរៀនបន្តទៀតគឺនៅក្នុងចំណុចទី1ខ្លឹមសាររបស់យើងគឺយើងគឺចំណុចទី1ព្រឹទ្ធសភាចាអញ្ចឹងអ្នកទាំងអស់គ្នាព្រឹទ្ធសភាចាឥឡូវបងឯងមើលរូបភាពនេះទាំងអស់គ្នាណាមើលរូបភាពចាសង្កេតមើលរូបភាពចាយើងឃើញលបងហ្នឹងហើយហើយមានដាក់ចំណងជើងអីកូនចាល្អណាស់គឺចំណងជើងរបស់យើងក្នុងខ្លោងព្រាននេះគឺគេដាក់ថាព្រឹទ្ធសភាអញ្ចឹងហើយហ្នឹងយើងចូលមេរៀនយើងគឺនិយាយអំពីព្រឹទ្ធសភាអញ្ចឹងដើម្បីឲ្យច្បាស់អ្នកគ្រូចង់ឲ្យបងឯងអានសៀវភៅនៅទំព័រមេរៀនរបស់យើងទាំងអស់គ្នាចានេះបាទក្នុងសៀវភៅសិក្សាសង្គមរបស់យើងនៅទំព័រទី76ចាកូនអានឲ្យនៅស្ងាត់ទាំងអស់គ្នាមកអ្នកគ្រូទុកពេលឲ្យកូនអាន2នាទីណាចាបន្ទាប់ពីកូនអានហើយអ្នកគ្រូនឹងឲ្យកូនពាក្យណាខ្លះដែលកូនអត់យល់នេះអ្នកគ្រូនឹងបញ្យល់នេះយើងទាំងអស់គ្នាម្ដងទៀតចាចប់នៅកូនចាចាប់ហើយចាចាប់ហើយឥឡូវអ្នកគ្រូមាន2ពាក្យពាក្យទី1ចានីតិបញ្ញត្តិចាឥឡូវយើងមើលរូបភាពអត់មើលបាក់អស់គ្នាណាចាអ្នកណាអានបញ្យល់ពាក្យបានចាងើបឈរឡើងអានកូនចាអានតាមអ្នកគ្រូចង្អុលមកណាកូនណាតោះពន្យល់ពាក្យចាល្អណាស់អង្គុយចុះហើយឥឡូវងើបឈរជួរទី1ងើបឈរឡើងអានចាល្អអង្គុយចុះជួរទី2ចាល្អអង្គុយចុះជួរទី3ចាល្អអង្គុយចុះអញ្ចឹងឥឡូវយើងមើលទាំងអស់គ្នាយល់ហើយណាពាក្យទាំងអស់នេះឥឡូវអ្នកគ្រូចង់ឲ្យកូនអានអត្ថបទក្រោមរូបភាពមិញហ្នឹងនៅទំព័រទី76ម្ដងទៀតដើម្បីស្វែងយល់ខ្លឹមសារមេរៀនរយៈពេល2នាទីដដែលចប់ហើយកូនចាចាប់ไปឥឡូវយើងយល់អានខ្លឹមសារហើយយើងយល់ពន្យល់ពាក្យមិនខាច់អស់ហើយឥឡូវអ្នកគ្រូចាប់ផ្ដើមសួរណាតើព្រឹទ្ធសភាជាអ្វីចាល្អណាស់ព្រឹទ្ធសភាគឺជាអង្គការដែលមានអំណាចនីតិបញ្ញត្តិចាអញ្ចឹងព្រឹទ្ធសភាមានសមាជិកដូចម្ដេចខ្លះកូនចាឆ្លើយមកកូនឆ្លើយមើលចាល្អណាស់ព្រឹទ្ធសភាមានសមាជិកគឺមានប្រធានអនុប្រធានហើយនិងសមាជិកពាក់កណ្ដាលនៃរដ្ឋសភាចុះឥឡូវយើងមើលទាំងអស់គ្នាតើសមាជិកនៃព្រឹទ្ធសភាទាំងអស់កើតឡើងតាមរយៈអីកូនចាឆ្លើយមកកូនឆ្លើយមើលរៀនឆ្លើយទាំងអស់គ្នាចាល្អណាស់អញ្ចឹងព្រឹទ្ធសភាមានសមាជិកហ្នឹងកើតឡើងដោយសារការចាត់តាំងឬក៏កើតឡើងដោយសារការបោះឆ្នោតជាអសកលអញ្ចឹងពាក្យថាអសកលកូនយល់ទេចាអសកលមានន័យថាអត់ទូទៅទេមានន័យថាបោះឆ្នោតតែក្រុមមនុស្សតូចឬក៏មួយសង្គមមនុស្សតែប៉ុណ្ណោះអត់ទូទៅទូទាំងប្រទេសទេមានន័យថាបោះឆ្នោតតែគ្នាគាត់ប្រហែលក្រុមប្រហែល10នាក់គឺបោះឆ្នោតតែ10នាក់ហ្នឹងទេចាឥឡូវយើងមើលតើភារកិច្ចរបស់ព្រឹទ្ធសភាធ្វើអីខ្លះចាឆ្លើយមកកូនចាល្អណាស់អញ្ចឹងព្រឹទ្ធសភាគឺតួនាទីរបស់គាត់គឺសម្របសម្រួលការងាររវាងរដ្ឋសភានិងរាជរដ្ឋាភិបាលអញ្ចឹងក្រៅពីសម្របសម្រួលការងាររវាងរដ្ឋសភានិងរាជរដ្ឋាភិបាលហើយគាត់មានការងារអីបន្ថែមទៀតទេកូនចាគាត់មានការងារបន្ថែមទៀតគឺពិនិត្យឡើងវិញរាល់ច្បាប់ដែលរដ្ឋសភាបានអនុម័តហើយឬក៏បញ្ជូននៃច្បាប់ដែលព្រឹទ្ធសភាបញ្ជូនមករដ្ឋសភាបញ្ជូនមកព្រឹទ្ធសភាហ្នឹងត្រឡប់ទៅវិញក្នុងករណីដែលច្បាប់ហ្នឹងមានចំនួនដាក់មកគេអត់ដំណើរការអញ្ចឹងគេឲ្យរដ្ឋព្រឹទ្ធសភាហ្នឹងត្រឡប់ច្បាប់ហ្នឹងទៅឲ្យព្រឹទ្ធសភាជាអ្នក
ធ្វើកំណត់ហេតុឬក៏ធ្វើការវិសោធនកម្មផ្សេងឡើងវិញចាឥឡូវបងឯងយល់មេរៀនហើយអ្នកគ្រូនឹងបែងចែកក្រុមឲ្យបងឯងធ្វើកិច្ចការស្រាវជ្រាវទាំងអស់គ្នាចាឥឡូវអ្នកគ្រូផ្ដល់សំណួរកិច្ចការស្រាវជ្រាវឲ្យកូនចាអ្នកគ្រូអានឲ្យស្ដាប់ទាំងអស់គ្នាអញ្ចឹងសំណួរនេះអ្នកគ្រូចែកក្រុម3ក្រុមណាកូនណាអញ្ចឹងក្រុមទី1សំណួរទី2ក្រុមទី1សំណួរទី1ក្រុមទី2សំណួរទី2ក្រុមទី3សំណួរទី3ចាឥឡូវយើងអានសំណួរសិនដើម្បីឲ្យក្រុមផ្សេងទៀតគាត់ដឹងថាសំណួរក្រុមទី1យ៉ាងម៉េចហើយក៏អ្នកគ្រូបានចែកបានសំណួរទៅតាមក្រុមកូនមួយហើយដែរតាសំណួរទី1តើព្រឹទ្ធសភាជាអ្វីទី2តើសមាជិកព្រឹទ្ធសភាមានអ្វីខ្លះតើកើតឡើងតាមរយៈអ្វី3តើព្រឹទ្ធសភាមានភារកិច្ចដូចម្តេចខ្លះចាអញ្ចឹងអ្នកគ្រូទុកពេលឲ្យកូនតែ2នាទីទេចាហើយនៅកូនចារួចរាល់ហើយមែនទេចាឡើងរាយការណ៍ទាំងអស់គ្នាមកកូនណាចាក្រុមទី1ចាល្អត្រឹមត្រូវកូនទៀតដែរមិត្តភក្តិយើងមួយចាទៀតដែរហើយក្រុមទី2កូនចាល្អណាស់ទៀតដែរគ្នាយើងផងក្រុមទី3ចាល្អណាស់ទៀតដែរគ្នាយើងទាំងអស់គ្នាចាឥឡូវអ្នកគ្រូសម្រាប់សំណួរទៅឃើញថាទាំង3ក្រុមឆ្លើយបានត្រឹមត្រូវទាំងអស់គ្នាអញ្ចឹងអ្នកគ្រូសុំបិទសន្លឹកកិច្ចការឬក៏បិទមេរៀនឲ្យយើងមេរៀនសង្ខេបឲ្យយើងតែម្ដងណាមេរៀនសង្ខេបទាំងអស់គ្នាណាកូននេះមើលមេរៀនសង្ខេបចាអ្នកណាស្ម័គ្រចិត្តអានកូនចាងើបឈរឡើងអានកូនចាល្អគូចុះចាក្រុមទី1ងើបឈរឡើងអានចាល្អគូចុះក្រុមទី2ចាល្អគូចុះក្រុមទី3ចាល្អគូចុះឥឡូវយើងបានមេរៀនសង្ខេបហើយមានអ្នកណាឆ្ងល់កន្លែងណាទៀតទេកូនមានទេចាមានទេអញ្ចឹងអត់មានទេអ្នកគ្រូសួរពី3សំណួរដើម្បីពង្រឹងការយល់ដឹងរបស់កូនចាការព្រឹទ្ធសភាជាអ្វីចាល្អគូចុះអបសិក្សាតមិត្តភក្តិយើង1 2 3 1 2 3អស់ចាល្អគូចុះសំណួរមួយទៀតតើរាល់ថ្ងៃនេះព្រឹទ្ធសភាគាត់មានធ្វើការភារកិច្ចគាត់នឹងជាប្រចាំថ្ងៃឬក៏គាត់គ្រាន់តែមួយខែម្ដងធ្វើឬក៏មួយឆ្នាំម្ដងធ្វើកូនចាគាត់ធ្វើការគាត់គឺជារៀងរាល់ថ្ងៃជាប្រចាំចាឥឡូវអ្នកគ្រូនឹងមានកិច្ចការផ្ទះឲ្យកូនធ្វើទាំងអស់គ្នាលើកសភៅឡើងចម្លងមេរៀនហើយនឹងកិច្ចការផ្ទះចានេះកិច្ចការផ្ទះចាសំណួរទី1តើព្រឹទ្ធសភាជាអ្វីសំណួរទី2តើភារកិច្ចរបស់ព្រឹទ្ធសភាធ្វើជាប្រចាំថ្ងៃតើឬទេព្រោះអ្វីចាមេរៀនអ្នកគ្រូត្រូវបានបញ្ចប់ហើយចាអរគុណកូនៗទាំងអស់គ្នាដែលបានមើលវីដេអូនេះទាំងអស់គ្នាចាជម្រាបលា